นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមត្ថុរតនតយស្សវន្ទាមិទូព្រះបង្គំខ្ញុំព្រះអង្គសូមលើកកំបង់អញ្ជលីនមស្ការទិសដៅចំពោះគុណព្រះរតនត្រ័យទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដ៏យ៉ាងក្រៃលែងមួយអន្លើសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះមហាថេរៈគ្រប់ព្រះអង្គដែលមានព្រះវត្តមានគង់នៅក្នុងគេហដ្ឋានម្ចាស់ដើមទានប្រធានដើមបុណ្យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាចម្រើនពរញាតិញោមស្រីប្រុសទាំងអស់គ្នាជាទានអិសរាធិបតីសម័យដើមទានប្រធានដើមបុណ្យក្តីញាតិញោមដែលជាញាតិមិត្តសាច់សាលហិតចិត្តឆ្ងាយអញ្ជើញមកពីទីចិត្តទីឆ្ងាយក្តីចម្រើនពរញាតិញោមស្រីប្រុសទាំងអស់គ្នាថ្ងៃនេះញាតិញោមបានស្ដាប់នៅព្រះបរិត្តសូត្រចប់សពគ្រប់ហើយក៏បានអារាធនានិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពដើម្បីនឹងថ្លាថ្លែងសម្ដែងនៅព្រះសទ្ធម្មវិសេសទេសនាជាធម្មបណ្ណាការដើម្បីឧទ្ទិសនៅបុណ្យកុសលជូនដល់បដិសន្ធិវិញ្ញាណរបស់ឧបាសិកាយឹមសាលៀនហៅកំសាយដែលគាត់បានធ្វើមរណកាលទៅអស់រយៈកាល6ថ្ងៃនិង7ថ្ងៃស្អែកញាតិញោមស្រីប្រុសទាំងអស់គ្នាថាមូលហេតុអីនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យតែមានអ្នកស្លាប់ញាតិញោមឲ្យតែមានអ្នកស្លាប់មិនមែនតែញោមឧបាសិកាយឹមសាលៀនតែមួយទេនរណាក៏ដោយញាតិញោមឲ្យតែស្លាប់គឺតែងតែប្រារព្ធនៅកម្មវិធីបុណ្យគម្រប់ខួប7ថ្ងៃ7ថ្ងៃបូកនឹង100ថ្ងៃទៅទៀតដោយសារតែកូនចៅស្រីប្រុសទាំងអស់គ្នាណាញាតិញោមយើងមិនដឹងថាបដិសន្ធិវិញ្ញាណរបស់គាត់ជីវ័នចិត្តចុងក្រោយរបស់គាត់មិនដឹងថានៅពេលដែលគាត់ទីបស្លាប់ទៅគាត់គិតរឿងអីពេលខ្លះទៅគាត់ជាប់ចម្ពាក់រឿងនេះជាប់ចម្ពាក់រឿងកូនជាប់ចម្ពាក់រឿងចៅទៅពេលខ្លះទៅកើតទីមិនសមរម្យទីមិនខ្ពស់ទីមិនល្អទីមិនប្រសើរហើយបើសួរអាត្មាថាដឹងញោមស្រីយឹមសាលៀនទៅកើតណាទេថាអត់ដឹងដែរសួរអាចារ្យថាដឹងទេថាអត់ទេសួរញាតិញោមអង្គុយត្រៀបត្រាស្ដាប់ពធទេសនានឹងដឹងថាគាត់ទៅកើតនៅណាតែអត់ដឹងដែរញោមអត់ដឹងទេមកពីអត់ដឹងនឹងហើយបានជាយើងធ្វើបុណ្យឧទ្ទិសដល់គាត់ក្រែងលោគាត់ជីវ័នចិត្តចុងក្រោយរបស់គាត់គាត់គិតកន្លែងណាមិនសមរម្យគិតរឿងអីមិនល្អទៅកើតទីមិនខ្ពស់មិនល្អមិនប្រសើរណាញាតិញោមសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គគង់នៅណាញាតិញោមមានគូស្វាមីភរិយាគាត់មានកូន7នាក់នោះគាត់នឹងដែលបានធ្វើអាក្រក់អីទេញាតិញោមជាអ្នកធ្វើល្អជាអ្នកសន្សំបុណ្យជាអ្នកគោរពព្រះពុទ្ធសាសនាអញ្ចឹងណាញាតិញោមស្រាប់តែនៅវេលាថ្ងៃមួយគាត់ទៀបនឹងស្លាប់ទៅគាត់អារម្មណ៍របស់គាត់នឹកឃើញកូននឹកឃើញចៅទៅញាតិញោមក៏កើតទីកន្លែងមិនល្អណាកើតទីមិនល្អទីមិនខ្ពស់ទីមិនប្រសើរអញ្ចឹងទៅស្រាប់តែនៅពេលដែលគាត់ទៅកើតទីមិនខ្ពស់ទីមិនល្អទីមិនប្រសើរសម័យថ្ងៃមួយកូនទាំង7នាក់ក៏ទៅវត្តចេតពុន
ដើម្បីថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងថាបំរុងនឹងទូលសួរថាឪពុកម្ដាយរបស់គាត់ទៅកើតនៅណាប៉ុន្តែព្រះអង្គលោកបង្វែងចិត្តរបស់កូនចៅមិនឲ្យសួរទេរហូតដល់ថ្ងៃទី7ញាតិញោមថ្ងៃទី7ក៏កូននឹងសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនតើឪពុកម្ដាយរបស់ខ្ញុំស្លាប់ទៅហើយគាត់ទៅកើតនៅណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាឪពុកម្ដាយរបស់អ្នកស្លាប់ទៅនឹងបានទៅកើតទេវលោកហើយទីខ្ពស់ទីល្អទីប្រសើរហើយណាញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងថាបុគ្គលនឹងស្លាប់ទៅកើតនៅណាប៉ុន្តែអាត្មាអត់ដឹងទេណាញោមអត់ដឹងទេអាចារ្យហ្នឹងក៏មិនដឹងដែរម្ល៉េះហើយយើងធ្វើបុណ្យឧទ្ទិសជូនដល់គាត់ទៅម្ដាយយើងយាយយើងគាត់ខំចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មាមកណាញាតិញោមម្ដាយឪពុកនេះមានគុណបំណាច់នឹងធំធេងណាស់ញាតិញោមមិនអាចយកអ្វីមកប្រៀបធៀបមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេចិញ្ចឹមកូនតាំងពីតូចក្រូចឆ្មាមកនោះអញ្ចឹងហើយនៅពេលដែលម្ដាយរបស់យើងគាត់លាចាកលោកទៅយើងជាកូននឹងមានតួនាទីបំពេញបុណ្យឧទ្ទិសចំណែកបុណ្យជូនដល់គាត់ញាតិញោមជូនដល់អ្នកម្ដាយរបស់យើងហ្នឹងកាលណាបើយើងធ្វើបុណ្យល្អសមរម្យឧទ្ទិសជូនដល់ម្ដាយរបស់យើងកូនចៅរបស់យើងក៏គាត់មើលឃើញដែរអូម្ដាយអញបានធ្វើបុណ្យល្អសមរម្យណាស់ជូនដល់លោកយាយណែជូនដល់លោកយាយយឹមសាលីនហ្នឹងអញ្ចឹងហើយឈ្មោះថាយើងដំកង់ដំកើងម្ដាយរបស់យើងណាញាតិញោមដំកង់ដំកើងម្ដាយរបស់យើងពីព្រោះជីវិតរបស់យើងនេះណាញាតិញោមអត់មានញាតិញោមណាជៀសផុតសេចក្តីស្លាប់ទេគ្មានញោមណាជៀសរួចអំពីសេចក្តីស្លាប់ទេញាតិញោមមានក៏ស្លាប់ក្រក៏ស្លាប់សក៏ស្លាប់ខ្មៅក៏ស្លាប់ទៀបក៏ស្លាប់ខ្ពស់ក៏ស្លាប់ដែរញោមជៀសមិនផុតរត់មិនរួចទេសេចក្តីស្លាប់ហ្នឹងហើយគិតទេនៅស្រុកខ្មែរក្រែងលោវាស្លាប់អញ្ចឹងទៅនៅបារាំងទៅនៅអូស្ត្រាលីទៅនៅអាមេរិកទៅនៅឯណាក៏ដោយញាតិញោមដែនដីដែលស្ដេចមច្ចុរាជទៅក្របសង្កត់មិនបាននោះមិនមានទេញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅព្រះគាថាមួយថាអ្នកអន្តលិកហេអ្នកសមុតតមច្ឆេអ្នកបបតានังវិវរាំងពវិសៈនវិជ្ជតេសោចកតបតេសោព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាបើសេចក្តីស្លាប់មកហើយញាតិញោមទោះបីជាញាតិញោមរត់ទៅពូននៅលើអាកាសក៏ដោយទៅពូននៅកណ្ដាលសមុទ្រក៏ដោយទៅពូននៅក្រោមភ្នំក៏ដោយក៏មិនអាចជៀសអំពីស្ដេចមច្ចុរាជនឹងបានដែរស្ដេចមច្ចុរាជមុននឹងស្ដេចមច្ចុរាជមកពជាសេនាមកណាញាតិញោមស្គាល់សេនាមច្ចុរាជទេស្គាល់ទេញោមអត់ស្គាល់ទេសេនារបស់មច្ចុរាជញាតិញោមមានជាតិមានចរាមានជាអធិសេនាទី1ហ្នឹងកើតនឹងឯងមនុស្សយើងមូលហេតុអីបានស្លាប់ញោមដឹងទេដឹងហើយមូលហេតុបានស្លាប់ដឹងទេស្លាប់នឹងមកពីកើតដូចញោមអុចទៀននៅពីក្រោយហ្នឹងថាមូលហេតុអីបានទៀននឹងវារលត់ថាមកពីអុចបើទុកទៀនប្រឈរចោលហ្នឹងសួរតែរលត់ទេអត់ទេញោមអត់រលត់ទេប្រឈរ3ដល់10ឆ្នាំក៏មិនរលត់ដែរប៉ុន្តែទៀននឹងរលត់ដោយសារតែយើងអុចពីខាងដើមមែនទេញោមថាមូលហេតុអីបានស្លាប់ដោយសារអីដោយសារកើតថាមូលហេតុអីបានព្រះអាទិត្យវាលិចដោយសារអីដោយសាររះញាតិញោមឃើញទេវាមានចាប់ដើមវាមានបញ្ចប់ជាធម្មតាមានកើតមានស្លាប់ជាធម្មតាមានជួបមានបែកជាធម្មតាអញ្ចឹងញាតិញោមណែសេនារបស់ស្ដេចមច្ចុរាជទី1គឺជាតិ
កើតហើយវាគូនឹងស្លាប់ទៅធម្មតាគ្មានញោមណាមិនស្លាប់ទេអាត្មាកំពុងតែសំដែងធម៌ញោមកំពុងតែអង្គុយស្ដាប់ធម៌ហ្នឹង200ឆ្នាំទៀត100ឆ្នាំទៀតមានអ្នកអង្គុយស្ដាប់ធម៌អញ្ចឹងដែរណាប៉ុន្តែមិនមែនញោមទេហើយក៏មានអ្នកប្រហែលជាមានអ្នកនិយាយធម៌អញ្ចឹងដែរប៉ុន្តែមិនមែនអាត្មាដែរណាញោមអាត្មាហ្នឹងរស់យ៉ាងយូរហ្នឹង90ឆ្នាំទៀតទេញោមបែបមិនបានយូរទេសុំតែ90ឆ្នាំអីទៀតបានហើយ90ឆ្នាំទៀតបានប្រមាណយកប៉ុណ្្នឹងទៅប៉ុន្តែយើងជាសុំបានច្រើនហើយប៉ុន្តែ80ឆ្នាំទៀតក៏យកដែរហ្នឹងអញ្ចឹងកើតកុសនារបស់ស្ដេចមច្ចុរាជដែរកើតចាស់តែកើតហើយមានចាស់ហើយញោមអត់ចង់ចាស់អត់ចង់ចាស់ទេប៉ុន្តែចង់រស់បានយូរចង់រស់បានយូរក៏ប៉ុន្តែមិនចង់ចាស់វាពិបាកណាញោមតែរស់យូរចាស់ឥឡូវទៅមិនឥឡូវយោម្នាក់សិតតែចង់រស់បាន90ឆ្នាំ100ឆ្នាំក៏ប៉ុន្តែអត់ចង់ចាស់វាពិបាកញោមតែរស់យូរគឺចាស់ហើយបើមិនចង់ចាស់មានតែរូតស្លាប់ពីក្មេងណែឆ្នាំហ្នឹងមានតែរូតស្លាប់ពីក្មេងណាញោមអត់ទាន់ចាស់ទេអាយុ20ឆ្នាំស្លាប់ទៅគេថាអ្នកហ្នឹងអត់ចាស់សោះគេថាផឹកស្រាច្រើនអត់ចាស់ទេមែនញោមអត់ចាស់មែនមានបានចាស់ឲ្យតន់ណាទៅដល់ពេទ្យប៉ុណ្ណេះថ្លើមសពប៉ុណ្ណឹងថ្លើមលើកពេទ្យលើកមេដៃឲ្យតែសល់តែប៉ុណ្្នឹងទេណាញោមអត់តន់បានចាស់ផងស្លាប់បាត់ទៅណែអញ្ចឹងមនុស្សយើងមានកើតមានចាស់ជាធម្មតាញាតិញោមជាធម្មតាហើយកាលណាបើចាស់ហើយមានព្យាធិមានជំងឺឈឺដង្កាត់ជាធម្មតាញាតិញោមកាលពីអាយុ30អាយុ40ថ្មិញនៅមមណាស់មែនទេញោមអូស្លល្មមអីប្រាប់កូនថាមើអូនអើយមិនបាច់ឆ្អិនអីពេកទេសាច់គោនោះគាត់តែចលុកទៅបានហើយវាមានជាតិមានជើណែប្រាប់កូនអញ្ចឹងវានៅជាតិនៅជើវាបើអីចឹងទៅប៉ុន្តែពេលអាយុ60អាយុ70អីទៅថ្មិញរៀងអង្គើទៅមើអូនអើយបើថាស្លឲ្យរៀងផុយតិចមកកូនថ្មិញម៉ែឥឡូវហ្នឹងដូចមិនសូវម៉ានទេលកើអស់ហើយណែហើយភ្នែកក៏អញ្ចឹងដែរកាលពីក្មេងកន្លះគីឡូដី1គីឡូដីដឹងទាំងអស់កូនទី1កូនទី2ចៅទី3ចៅទី4មើលមកគ្មានច្រឡំទេញោមពិសេសលុយពីណាជ្រុះអីហ្នឹងតែប្រហែលអូឃើញច្បាស់ណាស់ប៉ុន្តែនៅពេលចាស់ទៅអាយុ7អាយុអីបន្តិចទៅស្រាប់តែចៅដើរកាត់មុខមកអីចៅណាហ្នឹងកូនទី2កូនទី3ហ្នឹងភ្នែកហ្នឹងចាប់ដើមស្រវាំងញោមត្រចៀកហ្នឹងក៏អញ្ចឹងដែរញោមពីដើមឡើយទៅជានិយាយពីថាគេនិយាយរឿងអីដល់ផ្ទះគេទេអាហ្នឹងនិយាយដើមអញត្មងណែញោមគេនិយាយអីផ្ទះគេនោះប៉ុន្តែផ្ទៀងទៅជាស្ដាប់លឺហ្មងទៅអាហ្នឹងស្រួលនិយាយដើមអញត្មងហ្នឹងតែដល់ពេលវ័យចាស់បន្តិចទៅញោមចៅហៅហូបបាយយាយហូបបាយតស្រែកក្បែរទៅជាបន្តិចវាចាប់ដើមហឹងចាប់ដើមថ្លង់ទៅញាតិញោមចាប់ដើមធ្ងន់ទៅអ្នកញាតិញោមជរាព្យាធិរោគាបៀតបៀនហើយញាតិញោមហើយញាតិញោមស្រីប្រុសទាំងអស់គ្នាស៊ូតែចង់ចាស់ទេមិនចង់ទេស៊ូតែចង់មានជំងឺទេក៏អត់ចង់ដែរមែនទេញោមនិយាយពីថាបានទៅវត្តម្ដងបានទៅជួបអ្នកតាម្ដងធូបម្នាក់ម្ដុំមួយបាច់មាត់ជីបអូចនឹងគ្មានបន់អីទេអូឲ្យខ្ញុំកណានឹងបានសុខមកព្រះអង្គឲ្យខ្ញុំកណានឹងបានសុខបានចម្រើនមកបន់ម្នាក់ឯងមិនសុខចិត្តទៀតបន់ឲ្យកូនទៀតកូនខ្ញុំកណានៅក្រៅកូនខ្ញុំកណាកំពុងរស់ស៊ីឲ្យវារស់ស៊ីមានបានតិចទៅជុំមកព្រះអង្គណា
អាកូននោះមកអស់ចិត្តមានចៅបន់ឲ្យចៅទៀតណែញាតិញោមឃើញទេឪពុកម្ដាយហ្នឹងស្រឡាញ់កូនអញ្ចឹងណាញាតិញោមស្រឡាញ់កូនណាស់ហេតុដូច្នោះហើយយើងជាកូនចៅប្រុសស្រីទាំងអស់គ្នាហ្នឹងក៏គប្បីបំពេញបុណ្យបំពេញសេចក្តីល្អជូនដល់គាត់ញាតិញោមពីព្រោះថាម្ដាយឪពុករបស់យើងហ្នឹងជាអ្នកមានគុណបំណាច់ដ៏ធំធេងណាស់សម្រាប់កូនចៅស្រីប្រុសទាំងអស់គ្នានឹងឯងហើយកាលដែលយើងបែកគ្នាម្ដងនេះមិនដឹងថាបានពេលណាជួបគ្នាញាតិញោមបើទៅអាមេរិកក៏គង់តែបានខលជួបគ្នាតាម Facebook តាម Telegram អីចឹងទៅបានជួបគ្នាដែរប៉ុន្តែបែកស្លាប់នេះញាតិញោមមិនអាចជួបគ្នាទេណាញោមមិនអាចទេញោមបោះលុយ1លានដុល្លារទេចង់ស្ដាប់សម្ដីម៉ែជេរមួយម៉ាត់ឲ្យ1លានដុល្លារក៏អត់បានដែរណាញោមចឹងញាតិញោមណាមានម៉ែមានឪនៅគ្រាន់ជេរព្រឹកល្ងាចអីស្ដាប់ទៅចាត់ទុកថាសំណាងទៅណាមានម្ដាយល្អូមានឪពុកល្អូហ្នឹងសំណាងទៅប្រយ័ត្នតែបាត់គាត់ញាតិញោមចង់ស្ដាប់អាពាក្យគាត់ល្អូកូនអើយក្រោកឡើងញ៉ាំបាយកូនអើយងូតទឹកផងកូនអើយកុំដើរលេងពេកកូនអើយចេះចុះអត់មានបានស្ដាប់ទៀតទេញោមអស់ឱកាសហើយចឹងបានថាពេលវេលានឹងចេះតែរំកិលទៅមុខញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាពេលវេលាដើរទៅដូចមានជើងចឹងញាតិញោមពី1ម៉ោងទៅ1ម៉ោងពី1ថ្ងៃទៅ1ថ្ងៃហ្នឹងគឺវាដើរទៅរហូតមិនបានរងចាំញាតិញោមទេញាតិញោមមានលុយទៅទិញនាឡិកា1 3 4,000 $3-40000ក៏ដោយប៉ុន្តែញោមអត់អាចមានលុយទៅទិញពេលវេលាមិនឲ្យដើរដែរណាញាតិញោមមានលុយទិញនាឡិកា1 Rolex អី10000 20000 3-40000 $អីមានបាន$1លានក៏មាននាឡិកាមួយខ្សែប៉ុន្តែញាតិញោមមិនអាចមានលុយទៅទិញពេលវេលាទេកុំឲ្យវាដើរទៅមុខអីខ្ញុំកំពុងអត់សុបាយជួបជុំក្រុមគ្រួសារខ្ញុំមិនចង់ឲ្យពេលវេលាវាដើរទៅមុខទេអត់មានសិទ្ធទិញពេលវេលាបានទេញាតិញោមម្ល៉េះហើយកាលណាបើយើងកំពុងតែរស់នៅញាតិញោមយើងត្រូវតែស្រឡាញ់គ្នារាប់អានគ្នាមេត្តាគ្នាណាញាតិញោមមេត្តាគ្នាឲ្យបានច្រើនពីព្រោះជីវិតហ្នឹងមុននឹងក្រោយយូរនឹងឆាប់គឺយើងត្រូវតែបែកគ្នាណាញាតិញោមមុននឹងក្រោយយូរនឹងឆាប់យើងត្រូវបែកគ្នាញាតិញោមមានទ្រព្យសម្បត្តិមានលុយមានកាក់មានផ្ទះសម្បែងបើញោមមិនចាកចេញពីទ្រព្យសម្បត្តិហ្នឹងទេថ្ងៃណាមួយទ្រព្យសម្បត្តិហ្នឹងចាកចេញពីញាតិញោមគ្មានញាតិញោមណាដែលស្លាប់ទៅហើយយកបានផ្ទះមួយខ្នងទៅទេអីក៏មានដែរញោមបើមានប្រាប់អាត្មាផងយកទៅដែរណាញោមញាតិញោមលោកអ្នកប្រាជ្ញរបស់យើងនៅពេលដែលមានអ្នកស្លាប់គាត់យកកាក់មួយញាតិញោមដែលលឺយកកាក់មួយទៅដាក់ក្នុងមាត់ញាតិញោមដែលឃើញហ្នឹងបើមិនដែលឃើញដែលលឺហ៎ហ្នឹងហើយអូលឺឆ្លោយលឺណាស់លឺខ្ញុំបើថាលឺគាត់ថាឃើញទេអត់ឃើញគាត់ថាលឺទេលឺណាមូលហេតុឥឡូវស៊ូញោមមើលមូលហេតុអីមូលហេតុអីបានជាយើងនៅពេលដែលស្លាប់ទៅយើងចាំបាច់យកកាក់ទៅដាក់ចូលក្នុងមាត់ទៅអីញោមណ៎ចង់ដឹងថាយកទៅបានអត់ជូន8បន្ទុកអញ្ចឹងលោកអ្នកប្រាជ្ញរបស់យើងមិនដាក់កាក់មកកាក់ហ្នឹងឲ្យអ្នកដែលស្លាប់ហ្នឹងយកទៅចាយទេញោមបើយកទៅចាយដាក់$2-30000អីទៅដាក់មកកាក់គេមិនចាយផងស្រុកយើងបើនៅអាមេរិកគេចាយមានសេនមានអីណាបងណាហ្នឹងនៅស្រុកយើងហ្នឹងគេទុកកោសខ្យល់អីទេហ្នឹងហើយដាក់កាក់ហ្នឹងចង់បញ្ជាក់ថាខំប្រឹងមិនហ៊ានដេកមិនហ៊ានពូនមិនហ៊ានទាំងឈឺទៅទៀតញោមឈឺល្មមសុកចិត្តទៅហើយប្រឹងប្រែងខ្លាចអត់ខ្លាចគ្មាន
ខ្លាចក្រខ្លាចខ្វះខ្លាចខាតប៉ុន្តែចុងក្រោយទៅសូម្បីតែកាក់មួយកាក់ញាតិញោមបដាក់ចូលហៅប៉ៅទៅគេលើវាជ្រុះយកទៅដាក់ដល់ណាញោមដាក់ក្នុងមាត់ទៅទៀតដល់ពេលបូជាហើយកាយមកកាក់នៅនឹងដដែលអត់មានយកទៅបានសូម្បីតែមួយសូម្បីតែមួយកាក់ខ្ញុំយកទៅបានដែរយកទៅអត់បានទេអញ្ចឹងបានមានសទ្ធិមួយអាត្មាលើករឿងមួយបន្តិចទេចប់ហើយសទ្ធិហ្នឹងគាត់អ្នកមានណាញាតិញោមតែសទ្ធិមានមិនដែលសទ្ធិក្រទេញោមសទ្ធិគាត់មានណាថ្ងៃមួយគាត់កើតជំងឺឈឺដង្កាត់ទៅគាត់ដឹងថាអូជីវិតរបស់គាត់ហ្នឹងមិនរស់ទេដឹងថាខ្សិនខ្សៃជីវ៉ាហើយគាត់ក៏ហៅអ្នកបម្រើមកថានៅពេលដែលយើងស្លាប់ទៅសូមឯងយកទ្រព្យដែលមានប្រមាណនៅក្នុងឃ្លាំងយើងហ្នឹងមានមាសប្រមាណយកក្រាលនៅនឹងដីរហូតដល់កន្លែងបូជាសពក្រាលទៅឲ្យគេដើរពីលើហ្នឹងទៅចុះទ្រព្យគាត់ច្រើនណាញោមឯមួយទៀតឯងដើររកពេទ្យណាដែលពូកែពេទ្យដែលខ្លាំងដែលពូកែថាមើលណាក៏ជាណាយកមកសែងក្តាមមកឈូសយើងទៅកន្លែងបូជាឯមួយទៀតចោះក្តាមមកឈូសហើយដាក់ដៃចេញខាងលាចេញខាងមូលហេតុអីញាតិញោមបានសទ្ធិនឹងឲ្យហៅគ្រូពេទ្យដែលពូកែមកខ្សែងក្តាមមកឈូសអត់មានអាចារ្យភ្លុកទេញោមហ៎គាត់ចង់ប្រាប់អ្នកនៅរស់ថាពេទ្យពូកែប៉ុណ្ណាក៏ដោយក៏មិនអាចមើលជំងឺដែលស្ដេចមច្ចុរាជមកយកហ្នឹងបានជាដែរញោមពេទ្យមើលជាតែជំងឺធម្មតាទេតែដល់ពេលដល់វេលាហើយមើលមិនជាទេញោមណែគេណាចង់បញ្ជាក់អញ្ចឹងដល់ពេលដល់វេលាហើយពេទ្យមកពីប្រអិនក៏ដោយក៏មើលមិនជាដែរដូរថ្លើមដូរប្រមាត់ដូរខូដូរអីក៏ដោយថាក៏មើលមិនជាដែរញាតិញោមចុងក្រោយទៅជីវិតនឹងត្រូវស្លាប់ដូចគ្នាញាតិញោមអ្នកចង់បញ្ជាក់ដល់អ្នករស់អញ្ចឹងឯទី2យកទ្រព្យក្រាលពេញផែនដីហ្នឹងរហូតដល់កន្លែងបូជាសពហ្នឹងចង់បញ្ជាក់ថាមានទ្រព្យសម្បត្តិច្រើនហឹកហៀកច្រើនប៉ុណ្ណាក៏ដោយណាញាតិញោមចុងក្រោយទៅមិនអាចយកទៅបានសូមបីមួយកាក់សូមបីមួយសេនសូមអនុមោទនាដាក់បានណាញាតិញោមដាក់បានណាបើបានចិត្តចប់ហើយហ្នឹងហើយបើបានចិត្តចប់ហើយខ្លាចតែស្ដាប់មិនបានព្រោះមីក្រូលឺនៅលើនោះខ្លាចស្ដាប់មិនបានណាស្ដាប់បានអញ្ចឹងថ្ងៃនេះញាតិញោមបានប្រារព្ធធ្វើនៅតក្កណានុបទានបុណ្យគម្រប់ខួប7ថ្ងៃនិង100ថ្ងៃបុណ្យតក្កណានុបទានហ្នឹងនៅក្នុងព្រះពុទ្ធសាសនាយើងធ្វើបុណ្យ7ថ្ងៃក្តីបុណ្យ100ថ្ងៃក្តីក៏លោករាប់ថាជាបុណ្យតក្កណានុបទានដែរបានន័យថាបុណ្យតក្កណានុបទានគឺទានតាមបំពេញតាមឧទ្ទិសតាមហុចតាមឲ្យតាមជូនទៅដល់បុគ្គលដែលស្លាប់នោះមានញោមឧបាសិកាយឹមសាលៀនជាដើមដែលគាត់បានធ្វើការកិរិយាលាកូនលាចៅលាក្មួយលាញាតិមិត្តស្រីប្រុសទាំងអស់គ្នានឹងឯងឯតក្កណានុបទាននេះមានអង្គ3ទី1សង្ឃមហេសុបតតតាជាទានតម្កល់ដល់ល្អហើយក្នុងសង្ឃអ្នកដូចបានអរតនានិមន្តប្រសង់ពីខាងច្បារអំពៅមកតាំងម៉ោង1ជាងនោះបុណ្យគេចិត្តតែម៉ោង20នាទីសមកបុណ្យខ្ញុំពៅបានទេគាត់ទៅបើកភ្នែកឡើងលោកប្អូនណាប្រយ័ត្នយឺតណាលោកប្អូនចឹងបានទេត្រូវតែមកស្រោតតិចហ្នឹងហើយស្រោតមកនឹងបានអរតនានិមន្តប្រសង់អំពីវត្តមកទទួលនៅទេយទានចង្ហាន់ផ្សេងនៅថ្ងៃស្អែកនឹងឯងសង្ឃមសុបតតតាជាទានតម្កល់ដល់ល្អហើយក្នុងប្រសង់ក្នុងសិលណាទី1ឯទី2កូនចៅស្រីប្រុសទាំងអស់គ្នាតាំងចិត្តចេតនាឧទ្ទិសបុណ្យកុសលជូនដល់បដិសន្ធិវិញ្ញាណរបស់ឧបាសិកា
យឹមសាលៀនដែលគាត់លាកូនលាចៅនឹងទៅនៅពេលដែលយើងប្រគេននៅចង្ហាន់បណ្ឌបាតផ្សេងក្តីប្រគេននៅបច្ច័យ4ក្តីប្រគេននៅតេយ្យទានផ្សេងក្តីកុំភ្លេចឧទ្ទិសបុណ្យកុសលជូនដល់ញាតិរបស់យើងជាពិសេសគឺញោមឧបាសិកាយឹមសាលៀនជាដើមហ្នឹងឲ្យគាត់មកទទួលនៅចំណែកបុណ្យកុសលអំពីកូនចៅអំពីញាតិមិត្តនឹងចំណុចទី3ឯចំណុចទី4គឺញាតិរបស់យើងអញ្ចឹងបានជាមុននឹងវេក្តីមុននឹងសមាទានសិលក្តីលោកអាចារ្យតែងតែអញ្ជើញវិញ្ញាណក្ខន្ធរបស់ឧបាសិកាយឹមសាលៀនមកទទួលអនុមោទនាបុណ្យកុសលអំពីកូនចៅស្រីប្រុសទាំងអស់គ្នានឹងឯងសូមអនុមោទនាចឹងញាតិញោមពធទេសនាមានប្រមាណកន្លះម៉ោងហ្នឹងមកបើអសន្មតតែចប់កន្លះម៉ោងបានហើយនឹងជាធម្មទានហើយលើកយកនៅចំណែកបុណ្យកុសលនោះឧទ្ទិសជូនទៅដល់បដិសន្ធិវិញ្ញាណរបស់ឧបាសិកាយឹមសាលៀនសូមមកទទួលនៅចំណែកបុណ្យកុសលអំពីកូនអំពីក្មួយអំពីបងប្អូនទាំងអស់គ្នាជាពិសេសកូនញោមប្រុសនឹងចូលមកតាំងពីសហរដ្ឋអាមេរិកហ្នឹងហើយរដ្ឋវិជ្ជញ្ញាណាវុតព្រិកវុតព្រិកច្បាស់ទៀតច្បាស់ទៅ4ដងដែរច្បាស់ដែរទៅតនងហ្នឹងហើយទៅតនងហ្នឹងហើយអញ្ចឹងឧទ្ទិសបុណ្យកុសលជូនដល់ញោមយាយពរយឹមសាលៀនសូមឲ្យញោមយាយមកទទួលនៅចំណែកបុណ្យកុសលអំពីកូនចៅបានទទួលហើយក៏សូមបែបភ័ក្រងាកក្រោយឲ្យពរសពសាទុកាដល់កូនចៅស្រីប្រុសទាំងអស់គ្នាឲ្យបានសុខបានចម្រើនរោគាជាធិទាំងឡាយទាំងពួងសូមឲ្យបវាសជាចិនឆ្ងាយអន្តរាយចាក់ខ្ចាយព្រាត់ប្រាសវិនាសសន្តិអសេសតោរោគាជាធិទាំងឡាយទាំងពួងឈឺដៃឈឺជើងទឹកនោមផ្អែមទឹកនោមប្រៃឡើងជាតិអាស៊ីតលើជាស្ករសូមឲ្យជាសះស្បើយលះលហើយចាប់តាំងពីពេលនេះតរៀងទៅសូមអនុមោទនាអញ្ចឹងពធទេសនាដល់អង្គខ្ញុំព្រះករុណាអាត្មាភាពថ្លាថ្លែងសម្ដែងមានប្រមាណប៉ុណ្ណេះឯងអេវ៉ាំង